តើឥឡូវយើងយកចំណីមាន់បាទចំណីមាន់ហើយនឹងដង្កូវតើទាយើងចូលចិត្តស៊ីមួយណាតើបងប្អូនចាំមើលឥឡូវយើងប្រៀបធៀបខាងនេះដង្កូវខាងនោះចំណីមាន់តើឥឡូវយើងដាក់វាស៊ីមកវ៉ាវវាអត់ទៅស៊ីចំណីទេបងប្អូនវាមកស៊ីដង្កូវមុនបាទអញ្ចឹងដង្កូវនេះបាទវាធ្វើចលនាផងណាមួយវាមានជីវជាតិបាទចង់និយាយថាវាមានជីវជាតិដែលមាន់ទាសត្វទឹកសត្វគោកស៊ីបានទាំងអស់បាទគឺវាចូលចិត្តបាទមិនថាសត្វទឹកសត្វគោកទេបាទគឺសត្វទូទៅតែសត្វចិញ្ចឹមរបស់យើងហ្នឹងគឺវាស៊ីបានទាំងអស់បាទគឺវាមានប្រយោជន៍មែនតើនៅពេលដែលបងប្អូនចំដង្កូវហើយមានន័យថាបងប្អូនកាត់បន្ថយរាល់ការចំណាយទៅលើការទិញចំណីហើយបាទហើយដង្កូវដែលគួរចិញ្ចឹមមាន12យ៉ាងទេបងប្អូនបាទអានេះដែលខ្ញុំចូលចិត្តចិញ្ចឹមណាតែបងប្អូនចូលចិត្តចិញ្ចឹមដង្កូវថែមទៀតវាមានច្រើនបាទច្រើនប្រភេទដង្កូវគឺច្រើនប៉ុន្តែបច្ចុប្បន្នគឺខ្ញុំចិញ្ចឹមតែដង្កូវ2យ៉ាងទេបងប្អូនគឺដង្កូវដួងហើយនិងដង្កូវ BSF បាទសូមអរគុណ